ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពី command មួយចំនួនពាក់ព័ន្ធជាមួយនឹង user management អញ្ចឹងដំបូងដើម្បីបង្កើត user បានលុះត្រាតែយើងមាន permission ជា admin អញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងនៅជា user admin ហើយនេះអញ្ចឹងដើម្បីអាចបង្កើត user បានយើងអាចវាយ command user add ដោយកំណត់ home directory ហើយនឹងកំណត់នៅ shell ឲ្យគាត់អញ្ចឹងខ្ញុំវាយ sudo user add ហើយដាក់ឈ្មោះ user ថ្មីអឺអញ្ចឹង user ថ្មីហ្នឹងខ្ញុំកំណត់ home directory ឲ្យគាត់ហើយនឹង shell bin bash អូខេ root user already exist អញ្ចឹងដោយសារ user នេះមានខ្ញុំសូមដាក់ឈ្មោះផ្សេងដាក់អូខេអញ្ចឹង directory នេះក៏មានដែរអញ្ចឹងខ្ញុំសូមចេញទៅលុបបន្តិចls អញ្ចឹងខ្ញុំលុប user ម្នាក់ហ្នឹងហើយខ្ញុំអាចបង្កើតសារថ្មីអញ្ចឹង user already exist អញ្ចឹងខ្ញុំសូមលុប user នេះអញ្ចឹងដើម្បីលុប user បានខ្ញុំអាចវាយ command sudo user del ហើយវាយឈ្មោះ user អញ្ចឹងខ្ញុំលុបហើយខ្ញុំអាចបង្កើតពីដើមវិញបានដែរគឺ user ថ្មីមាន home directory ជាមួយនឹង shell bash អូខេអញ្ចឹងនៅពេលដែលយើង add ហើយយើងអាច change password ទៅឲ្យ user ថ្មីនឹងបានដោយវាយ sudo passwd ហើយដាក់ឈ្មោះ user អញ្ចឹង password ខ្ញុំដាក់123អូខេតោះមកយើងអាច switch ទៅកាន់ user ម្នាក់នឹងបានហើយដោយ command su switch user ហើយយើងដាក់123អូខេអញ្ចឹងនេះគឺជា user ថ្មីគឺសុកអញ្ចឹងដើម្បីswitch ទៅកាន់ home directory របស់គាត់បានយើងអាចវាយ cd ដកឃ្លាហើយប្រើសញ្ញាទឹកអាឡុកមួយនេះអញ្ចឹងពេលហ្នឹងខ្ញុំកំពុងនៅ directory របស់ user ថ្មីហ្នឹងហើយអញ្ចឹងខ្ញុំសូមធ្វើការបង្កើតfolder នៅក្នុង user ថ្មីរបស់យើងនេះអញ្ចឹងខ្ញុំអាចវាយmkdir អញ្ចឹងខ្ញុំនឹងបង្កើត file មួយដែលស្ថិតនៅក្នុង folder test អូខេអញ្ចឹងនៅក្នុងហ្នឹងយើងមាន file test.txt មួយអញ្ចឹងដើម្បីអាច switch ទៅកាន់ user របស់យើងមុនហ្នឹងយើងអាចវាយ su មកយើងវាយ password user admin យើងអូខេអញ្ចឹងខ្ញុំកំពុងនៅ user ដំបូងយើងហើយខ្ញុំអាចប្រើ command ដើម្បីឆែកមើលថា user ហ្នឹងបានបង្កើតមែនអត់sudo cat នេះអញ្ចឹងយើងឃើញគឺ user ខាងក្រោមគេនឹងឈ្មោះថាសុកពបន្ទាប់មកខ្ញុំនឹងធ្វើការ remote ពីក្នុងterminal window នេះចូលទៅកាន់ Linux server របស់យើងអញ្ចឹង cmd អញ្ចឹង IP address គឺ 192.168.0.50 អញ្ចឹងខ្ញុំធ្វើការ sh ហើយដាក់ឈ្មោះ add 192អូខេអញ្ចឹង password 123អញ្ចឹងខ្ញុំកំពុងតែនៅ user ថ្មី user ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងមុនហ្នឹងខ្ញុំមាន folder មួយគឺ test អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់តែនឹងសិនអរគុណច្រើនលោកគ្រូ